បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី26ខែ3ឆ្នាំ2025ក៏មានតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃល្អៗមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃទៀតហើយអញ្ចឹងខ្ញុំបាទនឹងខំប្រឹងធ្វើតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃល្អៗមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃតែម្ដងអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃទៀតហើយអញ្ចឹងបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនឹងស្រឡាញ់តម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទផងពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់5ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបើពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនឹងតម្រុយអុកខ្ទង់ពុកម៉ែបងប្អូនទាំងអស់គ្នាអាចមើលតម្រុយអុកខ្ទង់បានគឺមានតម្រុយអុកខ្ទង់5តម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គ្រាប់ទី1គឺមានតម្រុយលេខ58អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1អញ្ចឹងខ្ញុំបាទក៏មានតម្រុយគ្រាប់ទី2មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃគ្រាប់ទី2គឺមានតម្រុយលេខ78នេះគឺជាតម្រុយគ្រាប់ទី2អញ្ចឹងទៅតាមដានតម្រុយគ្រាប់ទី3ទាំងអស់គ្នាគ្រាប់ទី3គឺមានតម្រុយលេខ12បងប្អូនអរគ្នានេះគឺជាតម្រុយលេខតូចគ្រាប់ទី3អញ្ចឹងទៅតាមដានតម្រុយលេខតូចគ្រាប់ទី4បងប្អូនគ្នាគ្រាប់ទី4គឺមានតម្រុយលេខ19អញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់5លេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងខ្ញុំបាទក៏មានតម្រុយលេខធំ2គ្រាប់គុណអញ្ចឹងទៅតាមដានតម្រុយលេខធំគ្រាប់ទី1គឺមានតម្រុយ053នេះគឺជាតម្រុយគ្រាប់ទី1 053គុណបងប្អូនអរគ្នាកុំភ្លេចគុណអញ្ចឹងទៅតាមដានតម្រុយលេខធំគ្រាប់ទី2ទាំងអស់គ្នាគ្រាប់ទី2គឺមានតម្រុយលេខ029គុណអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់5តម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គ្រាប់ទី1គឺមានតម្រុយលេខ58គ្រាប់ទី2គឺមានតម្រុយលេខ78គ្រាប់ទី3គឺមានតម្រុយលេខ12គ្រាប់ទី4គឺមានតម្រុយលេខ19រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណ053គុណ029គុណអញ្ចឹងនេះគឺជាតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃអញ្ចឹងបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនឹងស្រឡាញ់តម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទចង់ជូនសគុណដល់ខ្ញុំបាទតាមទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាអាចជូនសគុណតាមទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបានគឺជាការផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទទាំងអស់គ្នាខ្ញុំបាទនឹងខំប្រឹងធ្វើតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃល្អៗមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃតែម្ដងអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃមានតែប៉ុណ្្នឹងទេជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អទាំងអស់គ្នាអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទនិងជូនជាសគុណដល់ខ្ញុំបាទនឹងខំប្រឹងធ្វើតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃល្អៗមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃតែម្ដងអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា